Cha sạch cố ập bổng mòn châm riệp xua ông bù minh bằng ôn đặc ạc nỉ hai chỉ lực tìm mùi đá đặc nhóm thơ tám hàng đại côn nhóm tờ hộp ngày mùn hay nhóm đã krương tết tam rùa bù môn bọc rùa xa nhóm tê rùa nông háng kì ạp hạt dương tế bởi dương mình có nẹ thưa ca nâng nâng ta từng mười vị thi thơ và nhóm đặc ạc nỉ nhóm pra sạch cố nâng pi khám hay nhóm đã mà sao sụp mòn mình nâng mùi slap hiệp stơ hay tắc bình cho chẳng đai nhóm đã mùi slap hiệp stơ tê hay có đã tắc xíu nhóm đã pi slap hiệp bái bong ôn ai đã tam rùi chiết đại bong ôn hộp tớ ná krương tê tăng ọc ná cứ miềnประมาณ một nâng ai hay áp pra sко so tê cứ pra tắc đặc khô khắp tắc đặc khô khắp cứ nhóm đã mùi slap hiệp cà phê đường pinh anh dễ bàn tha mùi slap hiệp cà phê cả là bong ôn mình chơi chất em rồi cái chơi chất riêng em mình tích dương ai bật thay bật thoi tam nâng bán á hay nhậm đạm mà rết mùi lạp bia cà phê đá hay có đạm tật mặt tê có mùi lạp bia cà phê đá pro sạch nhưng mình sơi tràn bà mán tạ tích tích tê mà sao cha có đạm mùi lạp bia cà phê cà pung đá nè nhậm bò cà pung chè máu hay nhậm có đạm preng cha nhậm đạm pi lạp bia bái គ្រឿងទេសទាំងអស់ហ្នឹងបងប្អូនមិនចូលចិត្តមួយមុខណាអាចដកមួយមុខនឹងចោលបានឬមួយក៏បងប្អូនទៅទាំងអត់មានអាចដាក់ទឹកត្រីបានអត់អាចដាក់បានតាមរសជាតិរបស់បងប្អូនហូបទៅណាតែកុំដាក់ច្រើនពេកខ្លាចវាប្រៃព្រោះសាច់គោវាមានជាតិប្រៃតិចតិចណាបងប្អូនខ្លះគាត់ឆាសាច់គោគាត់ដាក់អំបិលដាក់អីទៅតែអំបិលហើយនឹងសាច់គោហ្នឹងគឺជាប្រៃមែនតែនហើយយើងដាក់គ្រឿងទេសឲ្យសបល់វាបានតបលោះហើយយើងទុកមួយដែលឡាយទៅយើងមកលាយពងមាន់យើងត្រូវការប្រើស្លឹកខ្ទឹម ទឹកខ្ទឹមចូលចិត្តច្រើនក៏ដាក់ច្រើនមកណាញ៉ាំប្រើពងមាន់3គ្រាប់ហើយញ៉ាំក៏ដាក់ម្រេចហើយនឹងអំបិលបន្តិចសក់ហើយនឹង pepper តកាដាក់ឲ្យដាក់តិចតិចទេណាកុំដាក់ច្រើនពេកហើយចុងក្រោយគេគឺខ្ញុំបន្ថែមទឹកដោះគោប្រហែលជា100មីលីលីត្រឬក៏ស្ទើអញ្ចឹងណាកុំដាក់ច្រើនពេកបងប្អូនមើលទំហំពងមាន់ធំឬតូចណាតែដាក់ច្រើនពេកក៏ដូចថាវាអត់មានជាតិពងមាន់អញ្ចឹងទៅ និយាយទៅយើងដាក់ដល់100ទេអាចដាក់ថា80ក៏បានដែរតែខ្ញុំអត់បានវល់ទេតែខ្ញុំមើលទំហំខ្ញុំដឹងថាបើមិន80មីលីលីត្រប្រហែលជា100មីលីលីត្រអញ្ចឹងណាហើយចំពោះខ្ញីហេងខ្ទឹមវិញយើងកុំកច្រាមអីយើងហាន់ជាដុំណាខ្ទឹមសយើងគ្រាន់តែកាត់ជាដុំតូចតូចចឹងបានហើយកាត់ហើយខ្ញីយើងហាន់ជាខ្ញីក៏អត់ដាក់ច្រើនដែរដាក់ប្រមាណចំណិតតូចតូចហ្នឹងឯង ញ៉ៃដាក់ចូលចេះមកហើយយើងដាក់ខ្ទឹមសចេះមកអាលីងគ្រឿងទាំងអស់ហ្នឹងឲ្យរៀងឈ្ងុយតិចហើយបានយើងឆាសាច់ចូលហើយខ្ទឹមសហើយខ្ញីនេះយើងមិនបាច់ទុកវាទេពេលរៀងឈ្ងុយហើយយើងស្រង់វាចេញមកណាកុំឲ្យវានៅក្រៀមខ្មៅនៅហ្នឹងខ្លាចហូបទៅវាល្វីមុំសាច់ឆ្អិនណាតែបើសិនជាយើងចូលចិត្តហូបក៏ទុកទៅបងប្អូនចូលចិត្តហូបទុកណាឆានិយាយទៅយើងឆាខ្ញីខ្ទឹមហ្នឹងរៀងឈ្ងុយតិចហើយបានយើងចាក់សាច់ចូល ពេលវារៀងក្រៀមប៉ុណ្ណេះហើយយើងវែកយកមកគៀនមកបានយើងចាក់សាច់ដែលយើងប្រឡាក់មិញហ្នឹងចូលជាមួយខ្លាញ់ហ្នឹងមកនេះសាច់មិញហ្នឹងនិយាយទៅមួយមុខហ្នឹងគឺឆ្ងាញ់ប្លែកដូចថាបើសិនជាយើងអត់មានពេលធ្វើអីច្រើនយើងក៏ធ្វើប៉ុណ្ណឹងមកជាការស្រេចហើយយើងមានពងមានអីចឹងសាច់យើងមិនបាច់ហូបច្រើនទេនិយាយទៅសាច់ប៉ុណ្ណឹងកូនខ្ញុំហូប4នាក់មកល្មម្នាក់មួយចានគាត់ថាឆ្ងាញ់ដូចហាងគេអញ្ចឹងគាត់សរសើរណាកូនខ្ញុំកូនពើខ្ញុំសើមិញហូបច្រើនមែនតែនមិញខ្ញុំដួសខ្ទឹមហើយនឹងខ្ញីចេញបងប្អូនចង់ទុកក៏បានដួសចេញដូចខ្ញុំក៏បានដែរហើយយើងឆាសាច់ហ្នឹងរៀងឆ្អិនគេថា70-80% ហើយយើងចាក់ពងមាន់ហ្នឹងចូលទៅនេះពងមាន់ដែលយើងលាយមិញហ្នឹងណាយើងចាក់ពងមាន់ហ្នឹងចូលទៅពេលយើងចាក់ពងមាន់ហើយកុំបើកភ្លើងខ្លាំងពេកតែចឹងខ្លាចវាខ្លោចខាងក្រោមមកសាច់យើងណាព្រោះសាច់យើងមានប្រឡាក់ដាក់ស្ករអញ្ចឹងវាឆាប់ខ្លោចគាត់ថាចាក់ពងមាន់មកស្ទុះហើយពងមាន់យើងវាឆាប់ឆ្អិនហើយយើងបិទភ្លើងបិទអីទៅជាការស្រេចងាយហើយរសជាតិឆ្ងាញ់ពិតកូនខ្ញុំគាត់ថាឆ្ងាញ់តែមិញគាត់ពើខ្ញុំគាត់ថាឲ្យ10លើ10ហើយរសជាតិមកល្មមដល់ខ្ញុំប្រឡាក់មិញហ្នឹងណាបងប្អូនចូលចិត្តរសជាតិរបស់បងប្អូនប្រឡាក់ឬថារៀងរសជាតិដិតឬក៏វាយ៉ាងម៉េចបងប្អូនដាក់តាមហ្នឹងទៅហើយក៏យើងក៏អាចភ្លក់មើលដែរពេលយើងប្រឡាក់សាច់ហ្នឹងហើយយើងយកម្រាមដៃយើងផ្ដិតនឹងទឹកសូសហ្នឹងតិចទៅមើលល្មមហើយយើងក៏អូខេប៉ុណ្ណឹងរួចរាល់ហើយនេះពេលក្រៀមប៉ុណ្ណឹងទៅយើងបិទភ្លើងចោលខ្ញុំបិទហើយខ្ញុំបិទភ្លើងចោលនេះព្រោះពងមាន់ក៏វាឆាប់ស្អិនដែរយើងគាត់ទាញចាំមកវានឹងធ្លាក់ទៅក្រោមវាឆ្អិនដែររួចរាល់ហើយយើងដួសទៅដាក់បាយម្នាក់មួយចានណាកូនខ្ញុំអត់តែឆាសាច់ទេគាត់ចូលចិត្តឲ្យដួសបាយហើយដាក់សាច់ពីលើចឹងទៅគាត់ហូបគាត់ថាឆ្ងាញ់បើសិនជាដួសមួយចានហូបគាត់ថាអត់ទៅឆ្ងាញ់ទេដល់ដាក់បាយពីលើអញ្ចឹងអរគុណអំពូមីបងប្អូន